សុស្ដីអ្នកទាំងអស់គ្នានាងខ្ញុំលូណាសូមស្វាគមន៍មកកាន់ Channel របស់ Kimchi Flex ថ្ងៃនេះផងដែរនាងខ្ញុំពិតជាសប្បាយចិត្តមែនតើដែលនាងខ្ញុំអាចចេញមួយវីដេអូទៀតនៅក្នុងរដូវកាលបុណ្យអុំទូករបស់យើងផងដែរហើយថ្ងៃនេះផងដែរនាងខ្ញុំបាននាំយកសាច់រឿងមួយប្រភេទដែលជាប្រភេទ horror ក៏ដូចជា thriller movie ហើយអាចនិយាយបានថាវាលីជាមួយនឹង psychology ដែរសាច់រឿងនោះផងដែរគឺមានចំណងជើងថា Noiseសម្រាប់សាច់រឿងនេះគឺត្រូវបានចេញនៅក្នុងថ្ងៃទី25ខែ6ឆ្នាំ2025នេះសម្រាប់រឿងនេះយើងមាន main cast ចំនួន2ដែល main cast នោះមានកញ្ញាលីស៊ូប៊ីនដែលគាត់ត្រូវសម្ដែងជាតួបងស្រីឈ្មោះថាជូយ៉ុងហើយជាមួយនឹងកញ្ញាគឹមស៊ូអ៊ីនកញ្ញាគឹមស៊ូអ៊ីនត្រូវសម្ដែងជាតួប្អូនស្រីមានឈ្មោះថាជូហ៊ីនៅក្នុងសាច់រឿងនេះផងដែរគឺមានតួសម្ដែងផ្សេងៗទៀតប៉ុន្តែនាងខ្ញុំសូមយកតែកញ្ញាទាំងពីរយកមកនិយាយប៉ុណ្ណោះដោយសារតែពួកគាត់គឺមានឈ្មោះល្បីល្បាញដែលកញ្ញាលីស៊ូប៊ីនគឺគាត់មានរឿងជាច្រើនដែលកំពុងតែពេញនិយមហើយក្រៅពីនោះផងដែរគេក៏បានស្គាល់គាត់ជាតារាសម្ដែងមួយរូបដែលមានរូបសម្រស់ស្អាតច្រៀងក៏ពីរោះហើយបន្ថែមពីនោះដែរគាត់ក៏ជាមិត្តស្រីរបស់លោកខ្វាំងស៊ូផងដែរចា៎អូខេឥឡូវយើងមកដល់សាច់រឿងរបស់យើងវិញវគ្គដំបូងនេះអ្នកទាំងអស់គ្នាអាចមើលឃើញក្មេងស្រីមួយរូបដែលក្មេងស្រីនោះគឺយើងអាចស្គាល់ថាជាជូហ៊ីអញ្ចឹងជូហ៊ីគឺគាត់កំពុងតែយកប៉ុងណាយកមកបិទសំឡេងដែលមាននៅក្នុងបន្ទប់ទទួលភ្ញៀវនៅក្នុង apartment របស់គាត់អញ្ចឹងកន្លែងនេះផងដែរនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចសម្រាប់ apartment នោះផងដែរមានឈ្មោះថា Samil Apartment ដែលអគារនោះគឺគេអត់ទាន់បាន reconstruction ទេអញ្ចឹងវាជាអគារចាស់មួយដែលអាចនិយាយបានថាមានរូបរាងរៀងចំណាស់ហើយសម្រាប់គ្រឿងបរិក្ខារវិញសឹងថាជ្រុះមកលើយើងគ្រប់ពេលវេលាតែម្ដងអញ្ចឹងនាងកំពុងតែយកប៉ុងដើម្បីបិទសំឡេងដែលរំខានមកពីជាន់ខាងលើដែលសំឡេងនោះផងដែរគឺយើងអាចឮបានជាប្រភេទសំឡេងស្នូជើងមនុស្សដើរហើយក្រៅពីនោះផងដែរគឺគាត់ក៏បានទទួលនៅទូរស័ព្ទអញ្ចឹងមានអ្នក call មកគាត់ណាចាហើយដល់ពេលគាត់លើកទូរស័ព្ទនឹងទៅគឺឮសំឡេងនោះជាប្រភេទសំឡេងរុយហើយបន្ទាប់មកទៀតនាងឈរសក់ក៏ស្រាប់តែមានសំឡេងទូរទស្សន៍គឺនាងឃើញថាទូរទស្សន៍របស់នាងគឺបើកនៅពេលដែលនាងព្យាយាមបិទទូរទស្សន៍នោះវិញស្រាប់តែភ្លើងដាច់ប៉ាប់អញ្ចឹងបន្ទាប់ពីភ្លើងដាច់ហើយនាងចាប់ផ្ដើមមានអារម្មណ៍ថាធុញទ្រាន់មែនតើបើនិយាយទៅជូហ៊ីគាត់អត់ងងុយផងអីផងឮទាំងផឹកទាំងយប់ណាអញ្ចឹងទៅគាត់ចង់ខ្លាចទៅជាមនុស្សគេហៅមនុស្សវិកលចរិតដែរសាច់រឿងក៏បានកាត់មកដល់កន្លែងដែលកញ្ញាជូយ៉ុងគាត់ត្រូវបានបង្ហាញខ្លួនដែលវគ្គដំបូងនេះឃើញគាត់នៅធ្វើការនៅក្នុងរោងចក្រមួយប្រភេទហើយកញ្ញាជូយ៉ុងនាងខ្ញុំសូមជម្រាបពីប្រវត្តិគាត់ដែរជូយ៉ុងជូហ៊ីគឺត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍មួយត្រូវបានបាត់បង់ម្ដាយហើយនៅឪពុកតាំងពីនាងហ្នឹងនៅតូចជាមួយនឹងប្អូនស្រីហើយសម្រាប់កញ្ញាជូហ៊ីគឺគាត់អត់អីទេគ្រាន់តែថារៀងប៉ះជើងគាត់ធ្វើឲ្យជើងគាត់ដើរអត់សូវស្រួលមួយចំហៀងរីឯកញ្ញាជូយ៉ុងវិញគាត់ត្រូវត្រចៀកធ្ងន់ធ្ងរដែលធ្វើឲ្យស្លឹកត្រចៀករបស់គាត់អាចនិយាយបានថាថ្លង់អញ្ចឹងបើសិនជាគាត់ចង់ស្ដាប់អីលុះត្រាតែគាត់ប្រើឧបករណ៍ជំនួយ hearing aid ណាអ្នកទាំងអស់គ្នាស្រាប់តែពេលដែលគាត់កំពុងធ្វើការហ្នឹងគឺត្រូវបានប៉ូលីស call មកដោយសារតែរោងចក្រឬក៏កន្លែងធ្វើការរបស់ជូហ៊ីបាន report ថានាងហ្នឹងត្រូវបានបាត់ខ្លួនចាបាត់ជាច្រើនថ្ងៃហើយតាក់ទងអត់បាននៅពេលដែលនាងទទួលបានព័ត៌មាននោះហើយនាងក៏បានទៅមើលផ្ទះដើម្បីថាបើសិនជានាងឃើញប្អូនឬក៏មានព័ត៌មានអីដើម្បីផ្ដល់ព័ត៌មានទៅខាងក្រុមហ៊ុនរបស់គេវិញប៉ុន្តែជាក់ស្ដែងនៅពេលដែលនាងទៅគឺអត់បានឃើញមាននរណានៅក្នុងផ្ទះទេហើយមិនត្រឹមតែប៉ុណ្ណោះទៀតនាងឈរផ្លឹកហើយក៏នឹកឃើញទៅដល់ពីមុនដែលនាងធ្លាប់ជូនប្អូនស្រីមកនៅក្នុង apartment ហ្នឹងដែលនៅក្នុង apartment ហ្នឹងផ្ទាល់នៅពេលដែលចូលមកប្អូនស្រីតែងតែប្រាប់បងស្រីនឹងរហូតថាគាត់ឮសំឡេងអីចម្លែករហូតដែលសំឡេងនោះគឺជាសំឡេងរំខានមានជាសំឡេងដើរសំឡេងស្រែកសំឡេងដូចរុយសំឡេងគោះឬក៏សង្ឃឹតថ្មិញអីផ្សេងសាច់រឿងក៏ចូលមកដល់កញ្ញាជូយ៉ុងដោយសារតែរកប្អូនស្រីមិនឃើញនាងក៏ដាច់ចិត្តទៅជួបជាមួយនឹងអ្នកដែលស្និទ្ធស្នាលជាមួយប្អូនស្រីហើយក៏រកឃើញថាគីហ៊ូនដំបូងជូយ៉ុងអត់ដឹងថាគីហ៊ូននឹងគឺជាមិត្តប្រុសរបស់ជូហ៊ីទេប៉ុន្តែបន្តមកទៀតនៅពេលដែលជួបហើយទើបនាងដឹងថាគីហ៊ូននឹងគឺជាមិត្តប្រុសរបស់គាត់នៅក្នុងសាច់រឿងរបស់យើងផងដែរកញ្ញាជូហ៊ីគាត់ក៏តែងតែនិយាយជាមួយគីហ៊ូនដែរថាគាត់ឮសំឡេងអីអត់ល្អហើយសួរគីហ៊ូនថាអ្នកនិយាយទូរស័ព្ទហ្នឹងមានឮសំឡេងអីរំខានអត់ហើយគីហ៊ូនគាត់អត់ដឹងទេហើយគាត់ក៏អត់សូវឆ្ងល់បានដែរដោយសារតែទំតែដេតគ្នាហើយគាត់គិតថាអូខេជូហ៊ីនឹងគ្រាន់តែឆ្ងល់ឬក៏គ្រាន់តែឮអីប្រេះផ្ដាំតិចបន្តួចចឹងទៅក្រៅពីនោះមកទៀតសាច់រឿងរបស់យើងក៏បន្តទៅដល់ជូយ៉ុងពេលហ្នឹងកំពុងឲ្យរកទូរស័ព្ទរបស់ប្អូនស្រីស្រាប់តែឃើញអស់ថ្មអញ្ចឹងក៏គាត់រកកន្លែងសាកហើយនៅពេលដែលគាត់យកកៅអៅដែលមាននៅក្នុងបន្ទប់នោះចេញស្រាប់តែគាត់ឃើញស្នាមមួយនៅលើអ៊ុតយ៉ាងធំដែលមើលទៅអាចថាជាស្នាមដែលរលួយនោះអាចបណ្ដាលមកពីសាកសពឬជាប្រភេទសម្រាមដូចជាបន្លែអីផ្សេងហើយមានក្លិនស្អុយមែនតើពេលនោះផងដែរនាងក៏ចាប់ផ្ដើមឮសំឡេងចម្លែកជាសំឡេងមនុស្សប្រុសដើរជាប្រភេទសម្រាប់ជើងណា
ក្រៅពីនោះមកទៀតស្រាប់តែសុកក៏លឺសំឡេងទូរស័ព្ទនឹងរោបន្ទាប់ពីទូរស័ព្ទរោហើយនាងក៏បានលើកបន្ទាប់មកទៀតមានសំឡេងមួយហៅនាងឲ្យបើកទ្វារតបមកនាងក៏បើកចំហបន្តិចឃើញអ្នកជិតខាងរបស់គាត់លោក504អញ្ចឹងលោក504គាត់ក៏មកប្រាប់ថាសូមឲ្យស្ងាត់បន្តិចទៅគាត់ប្រយ័ត្នគាត់ហែកមាត់ចោលគាត់ខឹងគាត់ហើយគាត់នឹងមើលទៅក៏មានបញ្ហាផ្លូវចិត្តអត់បានសម្រាប់ដោយកញ្ញាជូហ៊ីដែរបន្តសាច់រឿងរបស់យើងមកទៀតជូយ៉ុងគាត់ក៏បានជួបជាមួយនឹងពូដែលគាត់ជា security guide របស់ apartment សាមអ៊ីលនឹងហើយបន្ទាប់មកទៀត guide នឹងគាត់ក៏បានប្រាប់សាច់រឿងទៅដល់ជូយ៉ុងប៉ុន្តែស្រាប់តែពេលហ្នឹងគាត់អត់បានប្រាប់ទេដោយសារតែមានអ្នកជិតខាងម្នាក់ទៀតដែលគាត់ទៅតែមកនៅគាត់ថានៅក្នុង apartment ហ្នឹងមិនក៏មានក្លិនស្អុយម៉េះអញ្ចឹងគាត់ចង់ឲ្យពូហ្នឹងគាត់បើក basement បើកអាគារនៅខាងក្រោមដែលគេទុកចោលកន្លែង basement ហ្នឹងគឺជាកន្លែងមួយដែលគេបោះសម្រាមឬក៏ជាកន្លែងមួយដែលដាក់អីវ៉ាន់ចាស់ណាបន្ទាប់ពីនោះមកទៀតនៅពេលដែលដោះស្រាយអីអត់បានហើយរកព័ត៌មានអត់បានកញ្ញាជូយ៉ុងក៏សម្រេចថាសុំក្រុមហ៊ុនរបស់ខ្លួននឹងសម្រាប់បន្ថែមប៉ុន្តែហាក់ដូចជាមេមិនពេញចិត្តទេអញ្ចឹងនាងក៏សម្រេចថាឈប់ធ្វើការតែម្ដងហើយវិចអីវ៉ាន់មកកាន់ apartment របស់នាងហើយនៅពេលដែលនាងមកដល់មុខផ្ទះនាងក៏បានឃើញ note មួយសរសេរថាសំឡេងរបស់អ្នកឯងពិតជារំខានខ្ញុំខ្លាំងណាខ្ញុំចង់ឈឺដោយសារសំឡេងរបស់អ្នកឯងអ្នកឯងគិតថាខ្ញុំហ្នឹងជារឿងកំ pl ឬក៏ជាបុគ្គលមួយដែលលេងសើចមួយអ្នកឯងមែនបន្តពីនោះមកទៀតនៅពេលដែលជូយ៉ុងគាត់នៅក្នុងផ្ទះគាត់ក៏បានរកឃើញ hearing aids មួយសម្រាប់ដែលជំនួយសំឡេងណាដែលប្អូនគាត់ទុកឲ្យដែលឧបករណ៍ហ្នឹងគឺមាន benefit ច្រើនអាច record សំឡេងបានទៀតហើយក្រៅពីនោះនៅពេលដែលយើងអត់ពាក់វាយើងអាចភ្ជាប់វាជាមួយនឹងទូរស័ព្ទទៅគឺនៅក្នុងទូរស័ព្ទហ្នឹងវាអាចស្ដាប់សំឡេងនឹងជំនួសយើងដោយយើងអត់ចាំបាច់ប្រើទៅជាអីអញ្ចឹងទូរស័ព្ទហ្នឹងវានឹងទៅសេជាអក្សរឲ្យយើងថាអ្នកណានិយាយអីមកយើងអញ្ចឹងទៅពេលនោះផងដែរនាងក៏បានស្ដាប់ record ដែលប្អូនរបស់នាងគាត់បាននិយាយអញ្ចឹងប្អូនរបស់គាត់និយាយដឹងគុណគាត់នឹកគាត់ស្រឡាញ់គាត់ទំទោសគាត់ផងដែលអត់បាននៅមួយគាត់អីចឹងទៅហើយបន្ទាប់មកប្អូនរបស់គាត់ហ្នឹងក៏បានធ្វើម្ហូបទុកឲ្យគាត់ហើយសង្ឃឹមថាគាត់នឹងមកញ៉ាំនៅថ្ងៃ birthday របស់គាត់ហើយក្នុងនោះក៏មាន cake ដែរហើយ birthday កញ្ញាជូយ៉ុងហ្នឹងគឺថ្ងៃ10 ខែ 10អញ្ចឹងនៅពេលនោះផងដែរនាងក៏ចាំថាអូទូរស័ព្ទប្អូននាងនៅនឹងតានាងក៏បានយកទូរស័ព្ទហ្នឹងមកដាក់ password ថ្ងៃ10 ខែ 10ហ្នឹងគឺ log in ចូលទូរស័ព្ទរបស់ប្អូននាងបានចាបន្តមកទៀតនៅក្នុង recorder នោះដែរនៅពេលដែលកំពុង play ហ្នឹងអ្នកទាំងអស់គ្នាក៏ឮសំឡេងដូចអីដែលជូយ៉ុងគាត់ឮដែររបៀបថាដើរទៅដើរមកសុខូថ្មិញគោះនេះគោះនោះបន្ទាប់មកទៀតក្រៅពីសំឡេងនោះក៏ឮសំឡេងជាលក្ខណៈឈៀងអ្នកទាំងអស់គ្នាស្គាល់អាសំឡេងបទចម្រៀង Carol នៅ Christmas អា Scary ចាគឺឈៀងបែបហ្នឹងហើយឈៀងជាលក្ខណៈតិចតិចហើយសំឡេងនោះគឺមនុស្សច្រើនមែនតើហើយពេលហ្នឹងជូយ៉ុងគឺគាត់មានអារម្មណ៍ថាគាត់ភ័យមែនតើគាត់ឡើងភូសបល់ហើយគាត់ឡើងស្រែកហ្មងអ្នកទាំងអស់គ្នាមកសតុះក្រោយបន្ទាប់ពីគាត់ឮសំឡេងឮអីនឹងហើយគឺគាត់ឮសំឡេងចុចកណ្ដឹងហើយឮសំឡេងប្អូនគាត់ហៅឲ្យគាត់បើកទ្វារថាសុំចូលផ្ទះផងស្រែកឡើង2 3ដងហើយបន្តមកទៀតនៅពេលដែលគាត់ឮសំឡេងប្អូនគាត់ហៅគាត់2 3ដងគាត់រកបើកទ្វារពេលនោះរៀបចុច password តែក៏គាត់នឹកឃើញថាសួរប្អូនគាត់ព្រោះមានអារម្មណ៍រៀងសង្ស័យជូហ៊ីអ្នកឯងផ្លេច password តែមែនបានអត់ចូលមកខ្លួនឯងហើយនៅពេលដែលគាត់មើលទៅកាន់ប្រឡោះទ្វារអញ្ចឹងគាត់មើលទៅប្រឡោះនោះស្រាប់តែឃើញភ្នែកមួយចាកំពុងតែសម្លក់មកគាត់ដូចគ្នាដែរចូលមកដល់ស៊ីនបន្ទាប់គឺគាត់រត់ទៅលឺសំឡេងអាសគឺថ្មិញអ្នកទាំងអស់គ្នាអូអធិស្ឋាននេះខ្ញុំអត់ចេះធ្វើទេប៉ុន្តែបើអ្នកទាំងអស់គ្នាលឺគឺសគាតិចខ្លាំងមែនតើចាហើយនៅពេលនោះផងដែរស្រាប់តែគាត់ដឹងខ្លួនឡើងអញ្ចឹងសរុបទៅគឺគ្រាន់តែជាការយល់សប្តិរបស់គាត់ទេហើយនៅក្នុងសាច់រឿងយើងបន្តទៀតបន្ទាប់ពីគីហ៊ូនដែលជាមិត្តប្រុសរបស់ជូហ៊ីហើយនិងជូយ៉ុងគាត់មកជួបគ្នាគឺគាត់បានជួបជាមួយនឹងបុគ្គលម្នាក់ដែលជាបុគ្គលចុងក្រោយដែលជូហ៊ីបានខលជាមួយដែលនៅពេលនោះដែរគាត់ក៏សុំជួបអញ្ចឹងគេក៏ព្រមជួបគាត់ហើយនៅពេលនោះកញ្ញាម្នាក់នោះគាត់ក៏បានប្រាប់ពី incident ប្រាប់ពីរឿងមួយដែលកើតទៅលើមនុស្សដែលនៅក្នុងអគារនោះនិយាយទៅអ្នកដែលធ្លាប់នៅអគារនឹងពីមុនគឺមានរឿងហេតុការណ៍ដូចជូហ៊ីដែរលឺសលេងផ្ដេសផ្ដាស់ហើយចេះតែដើរប្រាប់គេដើរសួរគេរកប្រភពសំឡេងនឹងដូចគ្នាហើយមិនយូរប៉ុន្មានក៏គេបាត់ដំណឹងរបស់អ៊ីនោះចុងក្រោយគេក៏បានរកឃើញថាគាត់ត្រូវបានស្លាប់បាត់ទៅហើយចាហើយនៅពេលដែលគាត់ស្លាប់នោះផងដែរគេបានរកឃើញសាកសពរបស់គាត់បានចងកនៅកណ្ដាលអាផាតមិនរបស់គាត់តែម្ដងពេលនោះភ្លាមជូយ៉ុងក៏បានស្រមៃថាខ្លួនកំពុងតែហូបបាយអង្គុយនៅសាឡុងនោះហើយសាកសពគឺនៅពីលើស្រក់ឈាមចុះមកចា
បន្ទាប់ពីមានការស៊ើបសួរផ្សេងមិត្តប្រុសរបស់ជូហ៊ីក៏ដូចជាកញ្ញាជូយ៉ុងក៏បានបង្កើត poster ក៏ដូចជាដាក់វិធានការដើម្បីស្វែងរកប្អូនស្រីសាច់រឿងរបស់យើងក៏ចូលមកកាន់កន្លែងដែលលោកដែលគាត់រស់នៅក្នុងផ្ទះ504គឺគាត់មកប្រាប់កញ្ញាជូយ៉ុងពី last warning របស់គាត់ទ្រាំលែងបានមកហើយបន្ទាប់មកទៀតសំឡេងនោះនៅតែរំខានគាត់ទៀតគាត់ក៏ត្រឡប់មកវិញជាមួយនឹងកាបិទចាក់ទៅលើទ្វារចាក់ទៅលើ password ទុងរហូតចាសាច់រឿងរបស់យើងចូលមកដល់កន្លែងកាន់តែក្តៅកគុកហើយកញ្ញាជូហ៊ីគាត់បានវាយ password ហើយត្រឡប់មកផ្ទះវិញជាធម្មតាចម្លើយគេអ្នកទាំងអស់គ្នាសុកបាត់សុកមកវិញគាត់មើលទៅដូចជាមនុស្សមានវិកលចរិតហើយនិយាយរៀងឌឺដងទៅបងទៀតប៉ុន្តែទៅជាប្រាប់បងថានឹកបងហើយខ្លាចគាត់នៅផ្ទះហ្នឹងប៉ុន្តែនៅពេលដែលជូយ៉ុងគាត់ចង់ចូលទៅបន្ទប់តាមជូហ៊ីស្រាប់តែចូលទៅអត់មានឃើញអីបាត់ប្អូនឲ្យលេងអត់មានឃើញអីសោះមួយសន្ទុះក្រោយស្រាប់តែគាត់មកកន្លែងដែលគាត់មើលទូរទស្សន៍នៅកណ្ដាលអាផាតមិននឹងវិញស្រាប់តែឃើញជូហ៊ីចងកហើយគាត់យំអោបប្អូនខ្លាំងមែនតើអូជូយ៉ាអូតាកាអូទេអូជូយ៉ាប៉ុន្តែអ្នកទាំងអស់គ្នាអាចថារឿងនេះរៀងជា psychology មែនតើអញ្ចឹងអាការដែលគាត់យំអោបសោកប្អូនមួយនេះគ្រាន់តែជាយល់សប្តិប៉ុណ្ណោះយើងកាន់តែឆ្ងល់ទៀតណាថាសាច់រឿងយើងបែបណាបន្តមកទៀតជូយ៉ុងគាត់ក៏បានឃើញសម្ោលមួយនៅក្រៅបន្ទប់អាផាតមិនរបស់គាត់ចង់ចូលមកជិតគាត់ខ្លាំងមែនតើគាត់ភ័យហើយគាត់ថយក្រោយរហូតដល់ប៉ះទ្វារស្រាប់តែគាត់ងាកទៅឃើញលោក504កំពុងតែចង់ចូលមកបន្ទប់គាត់ដូចគ្នាហើយលោក504គឺមានអាការៈដូចជាមនុស្សវិកលចរិតខ្លាំងមែនទែនសឹងថាបើដើរជប់គឺសម្លាប់យកតែម្ដងក្នុងគណៈដែលលោក504កំពុងតែបញ្ចេញនៅកាយវិការវិកលចរិតមកលោកក៏បានងាកទៅឃើញក្បាលរបស់ខ្មោចដែលពេលនោះផងដែរគឺលោកបានឡើងទៅដល់ជាន់ទី7ហើយអ្នកទាំងអស់គ្នាបន្តពីរឿងកញ្ញាជូយ៉ុងរួចណាបន្ទាប់មកទៀតស្រាប់តែលោកងាកទៅកាន់វេរ៉ង់ដាចាស្រាប់តែលោកឃើញខ្មោចមួយទម្លាក់ខ្លួននៅចំមុខលោកភ័យមែនតើហើយក៏បានរត់រហូតទៅដល់កន្លែងចំបំផុតហើយក៏បានធ្លាក់ពីជាន់ទី7នោះចុះទៅក្រោមលោកក៏ត្រូវបានស្លាប់ភ្លាមបន្ទាប់ពីលោតចុះបន្ទាប់ពីការស្លាប់របស់លោក504កញ្ញាជូយ៉ុងក៏បានស្នើសុំជួប804ដែលនៅក្នុងបន្ទប់804គឺមានអ៊ីម្នាក់គាត់រស់នៅជាមួយនឹងកូនស្រីចាគាត់បានប្រាប់តាំងពីដំណើរដើមតងជាមួយនឹងនារីម្នាក់ឬក៏យើងអាចនិយាយបានថាម្ចាស់បន្ទប់704ដែលនៅក្នុងបន្ទប់704គឺត្រូវបានគេដឹងថាមានចំនួនជាមួយនឹងបន្ទប់604ខ្លាំងមែនតើនៅក្នុងបន្ទប់604គឺមានបុរសម្នាក់គាត់រស់នៅទីនោះដែលគាត់មានការរំខានពីសំឡេងដែលនៅក្នុងបន្ទប់ផងដែរបន្ទាប់ពីសម្លាប់រួចគេឮសូរសំឡេងគោះដែលស្នើសុំឲ្យជួយពីស្ត្រីម្នាក់នោះក៏ដូចជាសំឡេងវាយជញ្ជាំងនិងសំឡេងសង្គ្រោះធ្មេញយ៉ាងខ្លាំងផងដែរប៉ុន្តែនៅក្នុងកលៈទេសៈនោះគេមិនបានចាប់បរិះដែលនៅក្នុងបន្ទប់604ទេហើយបាត់ខ្លួនគាត់សូនឈឹងតែម្ដងបន្ទាប់មកទៀតជូយ៉ុងក៏បានប្រាប់ថាគាត់ទទួលបានសំឡេងរំខានពីបន្ទប់704ដូចគ្នាហើយសួរថាតើអ្នកណាគេកំពុងនៅក្នុងបន្ទប់នោះភ្លាមនោះផងដែរម្ចាស់បន្ទប់804គាត់ក៏បានមានប្រសាសន៍ថាគ្មាននរណាម្នាក់នៅក្នុងបន្ទប់704នាពេលនេះឡើយអញ្ចឹងបន្ទាប់ពីវគ្គរបស់យើងតាំងពីដំបូងមកដល់ឥឡូវកញ្ញាជូយ៉ុងគាត់កាន់តែមានការខឹងសម្បាជាមួយនឹងភាពពង្រើយកន្តើយដែលទាំងអស់គ្នានឹងអត់ខ្វល់ពីប្អូនរបស់គាត់ទេអញ្ចឹងវគ្គនេះគឺគេឃើញថា chairwoman របស់ Sam Il Apartment កំពុងតែធ្វើ press conference ជាមួយនឹងអ្នកកាសែតក៏ដូចជាជាមួយនឹងអ្នកជិតខាងនៅទីនោះផងដែរភ្លាមនោះផងដែរកញ្ញាឃើញមានគេជន់ poster របស់ប្អូនខ្លួនហើយម្នាក់គិតតែខ្វល់ខ្វាយជាមួយនឹងរឿង reconstruction របស់អគារអញ្ចឹងគាត់ក៏បានខឹងសម្បាហើយទៅ
បង្កភាពចលាចលនៅទីនោះភ្លាមតែម្ដងបន្ទាប់ពីមានការពុះកញ្ជ្រោលការឆ្លោះគ្នាបតាបតែនជាមួយនឹង Chairwoman ហើយគីហ៊ុនក៏ចូលមកសម្របសម្រួលបន្ទាប់ពីសម្របសម្រួលអ្នកទាំងពីរក៏បានសង្ស័យជាមួយនឹង basement ដោយសារតែនៅ basement នឹងផងដែរដូចnhưខ្ញុំជម្រាបជូនពីវគ្គមុនអញ្ចឹងគឺមានទាំងសំឡេងក៏ដូចជាមានទាំងក្លិនស្អុយហើយមានក្មេងប្រុសម្នាក់ដែលជាកូនរបស់ Chairwoman គាត់ក៏ចាប់អារម្មណ៍កន្លែងនោះផងដែរបន្ទាប់ពីចូលទៅដល់ basement កញ្ញាជូយ៉ុងនិងលោកគីហ៊ុនក៏បានបែកផ្លូវគ្នាដោយភ្លាមនោះកញ្ញាជូយ៉ុងក៏បានរកឃើញសិភៅគំនូរមួយដែលសិភៅគំនូរនោះផងដែរគឺមានគំនូរតាក់ទងជាមួយនឹងគ្រួសាររបស់កញ្ញាក្នុងពេលដែលគ្រោះថ្នាក់ចរាចរណ៍ផងដែររីឯលោកគីហ៊ុនវិញក៏ឃើញមានសាកសពមួយដែលសាកសពនោះលោកគិតថាជាសាកសពរបស់ម្ចាស់បន្ទប់604ចាអញ្ចឹងនេះខ្ញុំសូមរំលឹកឡើងវិញលោក604ដែលរស់នៅមុនកញ្ញាជូយ៉ុងហ្នឹងគឺគាត់បានសម្លាប់ម្ចាស់បន្ទប់704បន្ទាប់ពីឃើញសាកសពនោះភ្លាមស្រាប់តែលោកគីហ៊ុនមានអាការៈចម្លែកអាចនិយាយសួរស្ដាប់ថាមានខ្មោចសន្ធិដ្ឋឬក៏ខ្មោចលងចឹងចោះបន្ទាប់មកទៀតនៅពេលដែលលោកគីហ៊ុនត្រូវបានខ្មោចចូលសន្ធិដ្ឋកញ្ញាជូយ៉ុងក៏បានមករកគាត់ស្រាប់តែភ្លាមនោះលោកក៏ហក់ទៅច្បាត់កព្យាយាមសម្រាប់កញ្ញាជូយ៉ុងផងដែរកញ្ញាជូយ៉ុងក៏ប្រឹងរើបំរាស់ប្រឹងរត់ចេញតាមប្រហោងបន្លោះប្អួយទូចមួយដែលជាសំណាងល្អកញ្ញាក៏ត្រូវបាន Chairwoman ចាប់អារម្មណ៍ហើយជួយទាញចេញមកក្រៅផុតផងដែរបន្ទាប់ពីនោះកញ្ញាជូយ៉ុងជាមួយនឹង Chairwoman ក៏បានជជែកគ្នាតាក់ទងជាមួយនឹងរឿងក្មេងៗដែលកញ្ញាជូយ៉ុងមានប្រសាសន៍ថានៅអាផាតមិនរបស់យើងគាត់ឃើញមានក្មេងៗតែ2នាក់ទេមានកូនរបស់ម្ចាស់បន្ទប់804ក៏ដូចជាកូនប្រុសរបស់ Chairwoman ផងដែរភ្លាមនោះ Chairwoman ក៏បាន react ក្មេងស្រីឯណា804ណាកូនស្រីរបស់គាត់ត្រូវបានឡានកិនស្លាប់តាំងពីយូរណាស់មកហើយតែ804គាត់មិននឹកស្មានថាកូនរបស់គាត់ស្លាប់ទទួលយកមិនបានហើយក៏ខ្លាយទៅជាមនុស្សរោគចិត្តភ្លាមនោះផងដែរកូនប្រុសរបស់ Chairwoman ក៏បានឡើងមកនិយាយជាមួយជូយ៉ុងដែលគាត់ប្រើភាសាកាយវិការប្រាប់ជូយ៉ុងថានាងមិនគួរស្ដាប់បន្តទៀតទេនាងបានស្ដាប់នៅសំឡេងដែលមិនគួរឲ្យស្ដាប់ឬក៏អាចនិយាយបានថាសំឡេងដែលនាងមិនត្រូវដឹងមិនត្រូវឮមិនត្រូវស្ដាប់ហើយបើសិនជានាងនៅតែស្ដាប់នាងនឹងស្លាប់ភ្លាមផងដែរលុះព្រឹកឡើងមកដល់គេក៏បានរកឃើញថាលោកគីហ៊ុនត្រូវបានស្លាប់នៅក្នុង basement នោះផងដែរកញ្ញាជូយ៉ុងមិនអស់ចិត្តនោះទេនាងក៏បានចូលទៅកាន់ basement នោះម្ដងទៀតដោយនៅពេលដែលនាងចូលទៅដល់នាងក៏បានរកឃើញកាមេរ៉ាមួយដែលអូនរបស់នាងជូហ៊ីគឺនាងបានយកថតនៅពេលដែលនាងសង្ស័យថាមានសម្លេងនៅពេលដែលនាងឃើញកាមេរ៉ានោះហើយធ្វើឲ្យនាងហួសចិត្តយ៉ាងខ្លាំងព្រោះនាងឃើញម្ចាស់បន្ទប់804កំពុងតែនិយាយម្នាក់ឯងហាក់ដូចជានិយាយជាមួយនឹងប្រលឹងកូនស្រីនាងបានឮម្ចាស់បន្ទប់804មានប្រសាសន៍ថាមានអ្នកណារំខានកូនមែនទេបើមានម៉ាក់នឹងសម្លាប់គេដូចម៉ាក់សម្លាប់ម្ចាស់បន្ទប់704ដូច្នោះដែរភ្លាមនោះជូហ៊ីភ័យយ៉ាងខ្លាំងនាងក៏រត់ជាមួយនឹងកាមេរ៉ាប៉ុន្តែត្រូវបានម្ចាស់បន្ទប់804ចាប់ហើយវាយនាងយ៉ាងខ្លាំងអញ្ចឹងមកដល់វគ្គនេះអត់ទាន់ដឹងថាជូហ៊ីគាត់ស្លាប់ឬក៏អត់ទេគ្រាន់តែឃើញថាម្ចាស់បន្ទប់804គឺគាត់បានវាយជូហ៊ីយ៉ាងខ្លាំងបន្ទាប់ពីនោះផងដែរកញ្ញាជូយ៉ុងក៏បានចូលទៅ basement ហើយនាងក៏បានរកជូហ៊ីម្ដងទៀតនៅពេលដែលនាងរកឃើញជូហ៊ីស្រាប់តែនាងឃើញម្ចាស់បន្ទប់804ភ្លាមនោះផងដែរនាងក៏បានកាន់ដៃប្អូនស្រីយ៉ាងជាប់ហើយនាំនាងរត់គេចប៉ុន្តែរត់មិនបាននោះទេព្រោះម្ចាស់បន្ទប់804កំពុងតែតាមសម្លាប់អ្នកទាំងពីរជូយ៉ុងក៏បានបង្គាប់ឲ្យប្អូនស្រីរត់ចេញទៅមុនប៉ុន្តែប្អូនស្រីមិនព្រមនាងក៏ឲ្យជូហ៊ីរត់ពួនហើយនាងក៏បានរត់ទៅតតាំងជាមួយនឹងម្ចាស់បន្ទប់804ហើយក៏រត់គេចមួយសន្ទុះផងដែរដែលភ្លាមនោះត្រចៀករបស់នាងបានចេញឈាមយ៉ាងខ្លាំងនាងក៏បានបើកនៅកម្មវិធីក្នុងទូរស័ព្ទហើយបិទសំឡេង hearing aid របស់ខ្លួនភ្លាមនោះទូរស័ព្ទក៏បានបញ្ចេញនៅអក្សរដោយប្រាប់ថាមានមនុស្សកំពុងតែសោកយ៉ាងខ្លាំងភ្លាមនោះផងដែរម្ចាស់បន្ទប់804ក៏បានរត់មកសំពងជូយ៉ុងយ៉ាងខ្លាំងប៉ុន្តែត្រូវបាននាងតដៃដោយភ្លាមនោះនាងក៏បាននិយាយថាអ្នកចិត្តខាងសត្វតែកំភ្លានខ្ញុំទាំងអស់ថាកូនស្រីរបស់ខ្ញុំរត់ចុះរត់ឡើងរំខានពួកគេខ្ញុំក៏បានឲ្យកូនស្រីទៅលេងខាងក្រៅដែលជាហេតុធ្វើឲ្យកូនស្រីរបស់ខ្ញុំស្លាប់តើជាកំហុសរបស់អ្នកណាកំហុសរបស់អ្នកទាំងអស់គ្នាឬក៏កំហុសរបស់ខ្ញុំដែលមិនបានមើលកូននិយាយដូច្នោះហើយក៏ព្យាយាមសម្លាប់ជូយ៉ុងបន្តប៉ុន្តែភ្លាមនោះម្ចាស់បន្ទប់704ដែលខ្លាយទៅជាខ្មោចក៏បានហក់ពីខាងលើជញ្ជាំង
ជាចុងបញ្ចប់យើងឃើញថាបន្ទប់704ត្រូវបានម្ចាស់អគារថ្មីចូលមករស់នៅហើយម្ចាស់អគារថ្មីក៏បានមកស្វាគមន៍ជូយ៉ុងក៏ដូចជាជូននំនាងដើម្បីក្លាយជាអ្នកជិតខាងល្អផងដែរអ្នកជិតខាងក៏បានសួរជូយ៉ុងថាតើអ្នកនៅក្នុងបន្ទប់ប៉ុន្មាននាក់ជូយ៉ុងក៏បានឆ្លើយថាខ្ញុំនៅ2នាក់ប្អូនស្រីអ្នកជិតខាងថ្មីក៏ស្រឡាំងកាំងព្រោះឃើញមានតែជូយ៉ុងម្នាក់ប៉ុណ្ណោះអ្នកជិតខាងក៏ព្យាយាមសួរជូយ៉ុងបន្ថែមប៉ុន្តែត្រូវបានជូយ៉ុងកាត់ហើយធ្វើមាត់នាងក៏ប្រាប់ទៅអ្នកជិតខាងថានៅក្នុងអាផាតមិនមិនគួរនិយាយលឺនោះទេព្រោះអ្នកទាំងអស់គ្នាសុទ្ធតែអាចលឺសំឡេងអ្នកបានសាច់រឿងរបស់យើងត្រូវបានបញ្ចប់តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរជាមួយនឹងសាច់រឿងនេះតើអ្នកទាំងអស់គ្នាគិតថានៅក្នុងផ្ទះឬក៏អគារដែលអ្នកទាំងអស់គ្នាកំពុងតែរស់នៅមានសំឡេងរំខានដូចអគាររបស់ជូយ៉ុងដែរឬទេបើសិនជាមានសូម comment នៅខាងក្រោមសូមអរគុណក៏ដូចជាសូមជម្រាបលាហើយសង្ឃឹមថាអ្នកទាំងអស់គ្នា enjoy ជាមួយនឹង Kimchi Flake bye bye